ខ្ញុំឈ្មោះអ្នកគ្រូពេជ្រវណ្ណរីបង្រៀនមុខវិជ្ជាទេហវិទ្យាហើយថ្ងៃនេះខ្ញុំបានក្រោយពីរៀនទ្រឹស្ដីហើយខ្ញុំបាននាំកូនអនុវត្តយើងមកហូបតាមក្រុមរៀនខ្លួនចាបែងចែកជា4ក្រុមក្នុងមួយថ្នាក់4ក្រុមខ្ញុំមានមុខម្ហូបឆាញ៉ៃសាច់មាន់ហើយខាងនេះបើករកឡាខាងនេះសឡំម្ជូរគ្រឿងសាច់គោចានេះក្រុមណាក់8ខាងឯងចាអញ្ចឹងក្នុងការធ្វើម្ហូបនេះគឺខ្ញុំបានអនុវត្តក្នុងមួយឆ្នាំ2ដងចាក្រោយពីរៀនទ្រឹស្ដីហើយធ្វើ2ដងដើម្បីឲ្យសន្សំចំណេះឲ្យសិស្សចេះធ្វើម្ហូបរៀនខ្លួនចាហើយបំណិននេះកូនរៀនក្រោយពីរៀនទ្រឹស្ដីហើយមានទ្រឹស្ដីក្នុងសភៅកូនពីតាមមកខ្លះទៅតាមបណ្ដាញសង្គមខ្លះទៅហើយជាពិសេសគឺចេះពីគ្រូដែលបានបង្រៀនមកជាប់បង្ហាញទៅយកមករៀនស្អប់អនុវត្តទៅអាចយើងមកហេតុបានឆ្ងាញ់ចាវាលេងពេលវេលាខាងក្នុងត្រូវចំនួនណាសូមអរគុណចាសូមអរគុណហើយសូមសាទូគុំអរដែលរឿងខាត់ចិត្តទៅមកអរវិញទៅឲ្យបានល្អណាស់បាទអរគុណជលោកគ្រូខ្ញុំឈ្មោះហាអូហានីមកពីថ្នាក់8ងថ្ងៃនេះខ្ញុំទទួលបន្ទុកធ្វើម្ហូបឆាសាច់គោម្រះព្រៅគ្រឿងផ្សំមានដូចជាពងមាន់ម្រះព្រៅខ្ទឹមសម្ទេសនិងគ្រឿងក្រៅជាច្រើនដែរលោកគ្រូជំរាបសួរនាងខ្ញុំឈ្មោះព្រំច័ន្ទសមវត្ត័យមកពីក្រុមទី3នៃថ្នាក់ទី8ចនៃសាលាវិទ្យាល័យប៉ិនកោសាថ្ងៃនេះក្រុមនាងខ្ញុំធ្វើម្ហូបឆាស៊ូអាំងចៅសនីជ្រូកដែលគ្រឿងផ្សំមានដូចជាស្អើសនីជ្រូកការ៉ុតម្ទេសខ្លោបក្រហមម្នាស់ខ្ទឹមបារាំងហើយជាមួយនឹងប៉េងប៉ោះហើយជាមួយនឹងល្ខ្សឹមហើយនឹងម្ទេសក្រហមឆ្ងាញ់លើក្រូតានីសួរអ្នកទាំងអស់គ្នាខ្ញុំមកពីថ្នាក់8ចក្រុមទី3ថ្ងៃនេះខ្ញុំមកធ្វើម្ហូបឆាខ្ញីសាច់មាន់គ្រឿងផ្សំមានខ្ញីសាច់មាន់ហើយនឹងគ្រឿងទេសគ្រឿងផ្សំមានស្ករទឹកត្រីប្រេងខ្យងរ៉ូឌីហើយនិងប៊ីចេងហើយខ្ញីខ្ទឹមបារាំងហើយនិងល្ខ្ទឹមឆ្ងាញ់វាទៅលោកគ្រូខ្ញុំឈ្មោះចម្រើនយុបេនមកពីថ្នាក់8ចថ្ងៃនេះក្រុមខ្ញុំមកធ្វើមុខក្រុមទី4មកធ្វើមុខម្ហូបសឡំជូរគ្រឿងសាច់គោគ្រឿងផ្សំមានដូចជាសាច់គោអំបិលប៊ីចេងទឹកអំបិលទុំខស្នោតតកួនខ្ទិះដូងហើយគ្រឿងបុកជាមួយនឹងម្ទេសក្រហមទិញមកពីផ្សារលោកគ្រូខាងលើឆ្ងាយលោកគ្រូបើកខ្ញុំឈ្មោះនេះដែរហើយខ្ញុំធ្វើបាយឆាដាក់បាយពងមាន់ហើយបន្លែហើយនឹងគ្រឿងផ្សំទូ
មានទេមើលទៅ អត់ដឹងដែរ អាចនិយាយបានណា មាន5នាក់ ណាណា តារោគ្រឿងខ្លះហើយ ខ្ញុំមានឈ្មោះថាដាដាជុំប៉ាដេជាសិស្សរៀននៅថ្នាក់ទី8នៃអនុវិទ្យាល័យមិត្តភាពខ្មែរជប៉ុនព្រះអង្គកោសាបន្ទាប់ពីរៀនមេរៀនចប់នៃសិភៅគេហៈអ្នកគ្រូនាងខ្ញុំក៏បានឲ្យអនុវត្តធ្វើម្ហូបនៅសាលារៀនមានដូចជាបាយឆាបាយលោកឡាឆាជូរប្រៃបើសិននៅពេលដែលអ្នកគ្រូបានបង្កើតកម្មវិធីអនុវត្តម្ហូបតបបែបនេះខ្ញុំសង្ឃឹមថាអ្នកគ្រូនឹងអនុវត្តម្ហូបតបបែបនេះតទៅទៀតនេះខ្ញុំនឹងសម្ភាសតើនៃម្ហូបដែលគាត់បានធ្វើតើកំពុងធ្វើម្ហូបអីគេបាយនំអ៊ី ហ៎ បាយនំអ៊ីបាយនំអ៊ី ឆ្ងាញ់អត់ ឆ្ងាញ់អូខេមិនដែរមានអារម្មណ៍ហត់អត់ ចំពោះអារម្មណ៍ខ្ញុំអត់ហត់ទេសប្បាយមានធ្វើម្ហូបអីគេ ឆាសាច់គោម្រះប្រៅ មានអារម្មណ៍មិនដែរ រឿងភ័យធ្វើបានធ្វើម្ហូបអត់ លក់ឆ្ងាញ់អត់ឆ្ងាញ់អរគុណធ្វើម្ហូបអីគេដែរលន់ទៅន ខ្ញុំកំពុងតែធ្វើបាយឆាកងមាន់មានអារម្មណ៍មិនដែរមានអារម្មណ៍ថាសមាជិកណាស់ដែលបានធ្វើម្ហូបហ្នឹងឆ្ងាញ់អត់ឆ្ងាញ់ចាឆ្ងាញ់ណាស់អរគុណតោះដែរកំពុងធ្វើម្ហូបអីគេ ស្នូលមកចូលគ្រឿងសាច់គោម្ហូបហ្នឹងពិបាកធ្វើអត់ អត់ទេសប្បាយអត់សប្បាយ ចង់ធ្វើម្ហូបហ្នឹងទៀតអត់ ចង់ ម្ហូបឆ្អិននៅ ហើយអត់ ឆ្អិនហើយអូខេ ជួយខ្ញុំបុក ឈ្មោះម្ហូបអីគេ ស្នូលគ្រឿងសាច់គោអូខេ មានតែធ្វើម្ហូបអីគេឆាក្តៅឆាខ្ញីសាច់មាន់អាហ្នឹងពិបាកធ្វើអត់អត់សូវពិបាកហ៎សប្បាយសង្ឃឹមថានឹងចង់ធ្វើម្ហូបហ្នឹងទៀតអត់ចង់អូខេ ណាស់ទៅធ្វើបាយទៅកំសោមទៅលេខកំសោម អាយ៉ាខំទៅធ្វើលេខកំសោមធ្វើម្ហូបអីគេឆាប់នៅសាច់មាន់ធ្វើឲ្យនៅធ្វើឲ្យអីឆ្ងាញ់អត់ឆ្ងាញ់អរគុណចុះខាងក្រុមនេះធ្វើម្ហូបអីគេដែរ ឆាជូរអែមមិនអត់ជំនាញជ្រូក បងមានអារម្មណ៍មិនដែរពេលធ្វើម្ហូបហ្នឹង មានអារម្មណ៍ថាសប្បាយនឹងធ្វើខាងណាស់ ចុះមានកន្លែងណាតោះចរិត អត់មានទេបងស្អីថាក្រុមខ្ញុំគឺសហការហេតុបានអស់តែមែនតើ អូខេឆ្ងាញ់អត់ឆ្ងាញ់អត់ឆ្ងាញ់ធ្វើឲ្យនៅអត់ទៅច្រើនទៅហ្នឹងឯងនៅទៀតវិញដូចជាទស្សនិកជនបានដឹងហើយថាមិត្តភ័ក្តិរបស់ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តណាស់ពេលដែលបានធ្វើម្ហូបតបបែបនេះហើយខ្ញុំសង្ឃឹមថានឹងមានវីដេអូបែបនេះតទៅទៀតអរគុណ